នេះគឺជាវីដេអូសម្រាប់អ្នកសិក្សាភាសាអង់គ្លេសនៅក្នុងវីដេអូនេះខ្ញុំសូមលើកយកអំណានមកធ្វើការពន្យល់ Hello my name is Sipei ជម្រាបសួរខ្ញុំឈ្មោះ Sipei I am 15 years old ខ្ញុំមានអាយុ15ឆ្នាំ My dad is 47 years old ឪពុករបស់ខ្ញុំមានអាយុ47ឆ្នាំMy mom is 36 years old ម្ដាយរបស់ខ្ញុំមានអាយុ36ឆ្នាំ I am from Cambodia ខ្ញុំមកពីប្រទេសកម្ពុជា My dad is from Cambodia ឪពុករបស់ខ្ញុំមកពីប្រទេសកម្ពុជា My mom is from Cambodia ម្ដាយរបស់ខ្ញុំមកពីប្រទេសកម្ពុជា I am a studentខ្ញុំគឺជាសិស្សម្នាក់ My dad is a doctor ឪពុករបស់ខ្ញុំគឺជាគ្រូពេទ្យម្នាក់ My mom is a teacher ម្ដាយរបស់ខ្ញុំគឺជាគ្រូបង្រៀនម្នាក់ Complete the sentences below ចូលបំពេញប្រយោគខាងក្រោមទី1តើសៀវភេង am សៀវភេង is ឬក៏សៀវភេង are 15 years old សៀវភេងមានអាយុ15ឆ្នាំចូលបំពេញដោយខ្លួនឯងទី2តើ she am she is ឬក៏ she are from Cambodia នាងមកពីប្រទេសកម្ពុជាចូលបំពេញដោយខ្លួនឯងទី3តើ her parents am her parents is ឬក៏ her parents are from Cambodia ឪពុកម្ដាយរបស់នាងមកពីប្រទេសកម្ពុជាចូលបំពេញដោយខ្លួនឯងទី4តើ she am she is ឬក៏ she are a student នាងគឺជាសិស្សម្នាក់ចូលបំពេញដោយខ្លួនឯងទី5តើ her dad am her dad is ឬក៏ her dad are a doctor ឪពុករបស់នាងគឺជាគ្រូពេទ្យម្នាក់ចូលបំពេញដោយខ្លួនឯងផ្ទៀងផ្ទាត់ចម្លើយទី1សៀវភេងស្មើនឹងពាក្យថា she ដូច្នេះបូកជាមួយនឹង is យើងបានសៀវភេង is 15 years old សៀវភេងមានអាយុ15ឆ្នាំទី2 she ប្រើប្រាស់ជាមួយនឹង is យើងបាន she is from Cambodia នាងមកពីប្រទេសកម្ពុជាទី3 her parents ស្មើនឹងពាក្យថា they ដូច្នេះប្រើប្រាស់ជាមួយ are យើងបាន her parents are from Cambodia ឪពុកម្ដាយរបស់នាងមកពីប្រទេសកម្ពុជាទី4 she ប្រើប្រាស់ជាមួយ is យើងបាន she is a student នាងគឺជាសិស្សម្នាក់ទី5 her dad ស្មើនឹងពាក្យថា he ដូច្នេះ he ប្រើប្រាស់ជាមួយនឹង is យើងបាន her dad is a doctor ឪពុករបស់នាងគឺជាគ្រូពេទ្យម្នាក់ជួបគ្នានៅក្នុងវីដេអូបន្ទាប់